mùi vậy trong tập cụt rồi tập bật na mà gì nữa hết hết đã chết đi à đã chết đi nếu chú lá chết đi ô đây 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 tôi chừng anh chứ đây nè cho pi chồm với pi rồi anh đi kêu anh đừng chắc vào anh đi không có đi giờ nếu tôi mình cắt បន្ទាប់ពីយើងចាប់ត្រីទុនជ័យហើយយើងក៏មកកន្លែងដែលយើងបោះតង់ចងគ្រឿងដេកអូនិយាយថាតិចណាស់ពុកម៉ែបងប្អូនហើយដោយសារតែមេឃវាអត់ភ្លៀងហើយព្រឹកឡើងក៏យើងរៀបចំដាំបាយហើយគ្នាយើងទៅសាមងអស់ហើយខ្ញុំនៅតន្លែងនេះគឺដាំបាយហើយត្រីរបស់យើងឃើញថាបានរៀងច្រើនដែរបានចូល2-3 គីឡូដែរហើយទុនជ័យដែលយើងចាប់បានពីយប់នេះយើងក៏យកមកស្លអញ្ជូក្រងហើយចុកផោរបស់យើងកាប់ត្រីទៅលើថ្មនឹងប្រយហើយក្រងនេះគឺនិយាយថាស្លអញ្ជូជាមួយត្រីគឺជាមួយត្រីកតុនជ័យត្រីព្រួលហ្នឹងគឺឆ្ងាញ់យ៉ាងដែរនិយាយថាបែបផ្សេងបែបមុខអីប្លែកៗចឹងទៅណាហើយខ្ញុំក៏រៀបចំកាប់ឈើកាប់អស់ដើម្បីយកទៅឆ្អើត្រីដែលមុននឹងយើងហូបបាយហើយត្រីរបស់យើងដែលយើងដាក់បាននោះគឺយើងយកមកឆ្អើចឹងឯងអូនិយាយថាហូបរបស់យើងគាត់ឆ្អិនហើយដួសយកនិយាយថាកន្លែងហូបបាយទៀតជាបរិយាកាសរបស់យើងអូនៅក្រោមទឹកឆាយទៀតគឺថាអែមណាស់ពុកម៉ែបងប្អូនហើយបន្ទាប់ពីយើងហូបបាយហើយក៏យើងដើរឡើងទៅលើដើម្បីទៅរៀបចំកាប់ក្បូនដើម្បីដាក់បកៃយប់ហ្នឹងហើយនឹងពុតមងថែមយកត្រីឆ្អើទៀតហើយមកដល់កន្លែងនេះគឺត្រីយើងបោះបីឈើមកច្រើនមែនតើសិតតែកូនត្រីខ្យៅមូលហើយមេទាំងកូននេះក៏យើងដាក់មងកាឡា3ហ៊ុនដាក់ចូលទៅក្នុងហើយយើងមកដល់ខាងលើកន្លែងអង្លងវែងដែលតំណាក់ផ្លងនេះក៏យើងកាប់អស័យដើម្បីយកទៅធ្វើក្បូនដើម្បីជីកព្រោះអីយើងអត់ហែលទេព្រោះអីនៅក្នុងនេះមានខ្ពើមិនមួយហើយក៏មិនតិចតួចតែធំហើយអាស័យរបស់យើងកាប់បានធ្វើក្បូនចែកចេញជាពីរនិយាយថាអូអែមណាស់ម៉ែពុរយតែប៉ុណ្ណេះអែមបាត់ហើយបានក្បូនជីកហើយច្វារបស់យើងកាប់អាស័យអាណាតូចមកយើងកាប់វាធ្វើច្វាអញ្ចឹងទៅអូនិយាយថាអែមនិយាយថាផ្លែកម្យ៉ាងហើយគេទៅដាក់មងហើយខ្ញុំក៏មកពត់មងនេះអូពត់មងអាមងនេះយើងដាក់ហ្នឹងគឺថាជាប់នឹងខ្ញុល100បងប្អូនហើយវាជាមួយមងនេះបើចូល1គីឡូជិះ2គីឡូថាចូល2គីឡូទៅឃើញតិចឃើញច្រើនថា1គីឡូចុះថាអុយអួតពេកចូល1គីឡូតែមើលខ្ញុលម្ដងមងនេះហើយមើលត្រីដែលយើងបានមងមិញនេះនឹងក្រាលដែរសត្វខ្ចៅហើយក៏ត្រីឆ្អើរបស់យើងគឺថាអូឆ្អើក្រៀមល្អពេលយប់ឡើងក៏យើងរៀបចំទៅចាក់ត្រីផងមើលមងផងចឹងទៅអែមយ៉ាងដែរហើយយើងដើរឡើងទៅលើឆ្ងាយហើយម្ដងនេះក្បួនរបស់យើងមានអាថ្មីមានអាចាស់ដែលបងគាត់យកអាចាស់យកអុយជីដើម្បីចាក់ត្រីហើយជីមកកើតណាជីបានតែម្នាក់ឯងហើយអាក្បួនថ្មីជី3នាក់មកកើតទេជីបាន2នាក់ទៀតអញ្ចឹងក៏2នាក់អង្គុយចាំនៅលើថ្មហើយ5នាក់ហ្នឹងក៏តែមើលមងហើយត្រីរបស់យើងគឺថាជាប់ខ្យៅរៀងធំដែរពេលជាមួយប្រខំអីហ្នឹងអញ្ចឹងយើងក៏អមទូកឡើងទៅលើទៀតក៏ឥឡូវនេះកាលឆ្នាំនោះខ្ញុំមកឃើញផ្នែកកពើនៅកន្លែងនេះដែរប៉ុន្តែឥឡូវដឹងតណាទេបើអត់ឃើញផ្នែកវាឬមួយវាផ្អើលយើងឬក៏មិនទេអត់ដឹងទេប៉ុន្តែរៀងញើតដែរយើងអមក្បូនចែវក្បូនយើងរៀងញើតដែរហើយយើងក៏ត្រឡប់មកវិញគ្នាគេ2នាក់នេះគេចាំនៅលើថ្មប្រកាត់ភ្លើងអូទីយ៉ាមករយៈនេះគឺតិចណានៅខាងយើងឃុំតាទេលឺស្រុកមកបាំងនេះគឺ2ថ្ងៃតិច2ថ្ងៃឥឡូវឡើងអីហើយគ្នាយើងក៏ចាប់ដើមមកវិញហើយក៏អាក្នុងបាវទៅកាន់នឹងសត្វត្រីនេះមានត្រីខ្យៅត្រីពូលអូនិយាយថាត្រីមួយចូល2ខាំទៅ3ខាំជិតកន្លះគីឡូនោះមួយយើងក៏ចាប់ដើមរៀបជួសត្រីទាំងយប់កុំឲ្យវាខូចសាច់ណាជួសត្រីដើម្បីយកត្រីទៅឆ្អើហើយជួសត្រីតែនិយាយថាមកផ្លែតជួសត្រីហើយក៏យើងយកត្រីហ្នឹងមកឆ្អើបន្ថែមទៀតហើយយើងយកលឹកឈើមកគ្របហ្នឹងហើយយកលឹកឈើមកគ្របឲ្យវាហុំនឹងភ្លើងកុំដើម្បីឲ្យវាក្តៅងុំនឹងភ្លើងអញ្ចឹងឆាប់ក្រៀមហើយយើងក៏យើងទាញអាតូច
ដាក់ដល់នៅលើបាវដោយឡែកផ្សេងហើយយើងយកអាធំឆ្អើផ្សេង Ôi ơi, trề ăn à bao à. Đừng kiềm xuôi nhọc mọc ơi.